ប្អូនកសិករដែលចិញ្ចឹមមាន់ចិញ្ចឹមទាសប្តាហ៍ថ្ងៃនេះពិតណាស់មិនសូវដឹងទេថាការដែលយើងបោះគ្រាប់ស្រូវស្ងួតឲ្យមាន់ឬក៏ទាយើងស៊ីផ្ទាល់ហ្នឹងគឺវាកំពុងតែខាតបង់ថវិកាហើយនឹងពេលវេលាព្រោះថាស្រូវស្ងួតវាមានសម្បករឹងក្រពះមាន់ពិបាកក្នុងការរំលាយនិងបឺតយកសារធាតុចិញ្ចឹមបានតិចតួចណាស់ប៉ុន្តែប្រសិនបើបងប្អូនចំណាយពេលតែ2ទៅ3យប់យកគ្រាប់ស្រូវនោះទៅត្រាំឬក៏បណ្ដុះមានបន្លខ្ចីនោះវានឹងคล้ายទៅជាគ្រាប់ស្រូវដែលសម្បូរទៅដោយប្រូតេអ៊ីនភ្លាមហើយនៅពេលដែលយកទៅលាយជាមួយនឹងគ្រឿងផ្សំពិសេសចំនួន5មុខទៀតដែលខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងវីដេអូនេះធានាថាមាន់បងប្អូនស៊ីទៅឡើងសាច់លឿនរោមរលោងស្អាតហើយនឹងជួយសន្សំសំចៃថវិកាសម្រាប់ទិញចំណីសារបានជាងពាក់កណ្ដាលតើវិធីបណ្ដុះនិងរូបមន្តលាយយ៉ាងដូចម្ដេចតោះទៅមើលវីដេអូទាំងអស់គ្នាបងប្អូនគ្រាន់តែយកស្រូវមកចាក់ចូលទៅក្នុងធុងរួចចាក់ទឹកស្អាតពេលបងប្អូនចាក់ចូលហើយនឹងឃើញស្រូវដែលស្កកអណ្ដែតមកលើហើយបងប្អូនគ្រាន់តែដួសវាចោលលេអស់ទៅយើងទុកតែគ្រាប់ស្រូវណាដែលល្អហើយណែនបានហើយបន្ទាប់ពីលាងបានគ្រាប់ស្រូវល្អហើយទុកវាចោលត្រាំវាចោលមួយយប់ពេញប្រហែលពី10ម៉ោងក្រោយពីត្រាំរួចយើងស្រង់ស្រូវនោះយកមកដាក់នៅក្នុងកញ្ឆេងឬក៏ស្បៃមុងក៏បានដែរតែនៅក្នុងវីដេអូនេះខ្ញុំយកដាក់នៅក្នុងបេហើយបន្ទាប់មកយើងយកបាវឬក៏បេនោះយកទៅដាក់នៅកន្លែងបន្លប់មកកុំឲ្យត្រូវពន្លឺថ្ងៃយើងយកដាក់កន្លែងណាដែលបន្លប់ដើម្បីឲ្យវារក្សាសំណើមបានល្អហើយក្នុងមួយថ្ងៃបងប្អូនអាចបន្ថែមទឹកចាក់ទៅលើស្រូវដែលនៅក្នុងបាវនោះបន្ថែមទឹកកុំឲ្យវាស្ងួតបងប្អូនមួយថ្ងៃបងប្អូនបើកមើលម្ដងឲ្យទៅបើវាស្ងួតពេកយើងបន្ថែមទឹកចាក់ពីលើនឹងមកហើយយើងទុកចោលបែបនេះរយៈពេល2ទៅ3យប់បាទហ្នឹងហើយបងប្អូនឥឡូវយើងបានស្រូវបដោះហើយដល់វគ្គយើងយកស្រូវបដោះហ្នឹងទៅលាយជាមួយគ្រឿងផ្សំចំនួន5មុខទៀតដែលគ្រឿងផ្សំទាំងអស់នោះមានដូចជាទី1គ្រឿងផ្សំគោលរបស់យើងគឺស្រូវបដោះគ្រឿងផ្សំទី2គឺបាយកកបងប្អូនសល់ហ្នឹងហើយទី3គឺពោតកិនខ្ញុំប្រើតែបន្តិចទេហើយចំណីកូនមាន់ប្រើបន្តិចយកពណ៌វាហើយនឹងកន្ទុកម៉ត់យើងប្រើមួយចានហ្នឹងមកមាន់បងប្អូនច្រើនដាក់ច្រើនតាមដឹងចឹងទៅហើយនឹងចុងក្រោយគឺចំណីកូនជ្រូកសម្រាប់អញ្ចឹងយើងចាប់ផ្ដើមយកគ្រឿងផ្សំទាំងអស់នោះលាយបញ្ចូលគ្នាមកហើយបងប្អូនយើងច្បល់ឲ្យបានសព្វល្អអញ្ចឹងមកតាមជាក់ស្ដែងខ្ញុំច្បល់ប៉ុណ្ណេះខ្ញុំអាចយកឲ្យមាន់ខ្ញុំស៊ីបានហើយអនាម័យគឺចម្បងបងប្អូនមុននឹងយើងដាក់ចំណីឲ្យមាន់ឲ្យទាយើងទៅសម្អាតស្នូកវាស្អាតសិនមកអញ្ចឹងយើងបោសយើងជូតកុំឲ្យមាននៅសេសសល់កាកសំណល់ពីមុនបងប្អូនមានបន្លែបន្ថែមទៀតកាន់តែល្អតែនៅក្នុងវីដេអូហ្នឹងខ្ញុំមិនបានដាក់បន្លែទេបើបងប្អូនមានបងប្អូនដាក់ទៅកាន់តែល្អបន្លែយើងអាចដាក់លាយជាមួយចុកអាសូឡាស្មៅពៀនីអ៊ីស្រាអែលហ្នឹងទុំទេសដែលយើងហៅថាកទុំថេតហ្នឹងបន្លែផ្អែមក៏បានដែរបងប្អូនរូបមន្តនេះបងប្អូនអាចលាយឲ្យមាន់ស៊ីបានទាំងតូចទាំងធំសម្រាប់មាន់ធំវាជួយឲ្យមាន់យើងហ្នឹងឡើងសាច់លឿនឡើងគីឡូលឿនហើយនឹងពងបានច្រើនចំណែកកូនមាន់វិញស៊ីទៅវាឆាប់រឹងដៃរឹងជើងហើយធំធាត់លឿនបងប្អូនគួរលាយមួយថ្ងៃសម្រាប់ឲ្យស៊ីមួយថ្ងៃហាមលាយទុកចោលច្រើនថ្ងៃព្រោះវាមានបាយកកអញ្ចឹងធ្វើឲ្យបាយកកហ្នឹងវាផ្អូមហើយស្រូវបដោះហ្នឹងក៏វាងាយផ្អូមដែរបើបងប្អូនយកចេញពីបេបដោះហើយវានឹងងាយផ្អូមបានបងប្អូនអាចយករូបមន្តហ្នឹងយកទៅសាកល្បងខ្លួនឯងបានខ្ញុំធានាថានឹងទទួលបានលទ្ធផលល្អជាក់ជាពុំខានដោយសារតែខ្ញុំបានយកវាយកទៅអនុវត្តជាក់ស្ដែងនៅផ្ទះខ្ញុំអញ្ចឹងបានខ្ញុំហ៊ានចែករំលែកវីដេអូនេះទៅកាន់បងប្អូនទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះនឹងជាប្រយោជន៍ដល់បងប្អូនហើយបងប្អូននឹងពេញចិត្តបើបងប្អូនពេញចិត្តសូមជួយចុច like ចុច share ចុច subscribe ឲ្យខ្ញុំម្នាក់មួយផងបាទដើម្បីកុំឲ្យរំលងវីដេអូបច្ចេកទេសកសិកម្មល្អៗនៅថ្ងៃក្រោយទៀតបាទអរគុណ